កាលពីព្រេងនាយមានខ្លាត្រីមួយក្បាលដែលកំពុងឃ្លានចំណីយ៉ាងខ្លាំងបានដើររកចំណីតាមមាត់ត្រពាំងនាពេលយប់ដ៏ស្ងាត់ជ្រងំវាក៏បានប្រទះឃើញក្តាមដ៏ធំមួយខ្លាត្រីគិតក្នុងចិត្តថាយប់នេះអញនឹងមានអាហារដ៏ឆ្ងាញ់ពិសាជាមិនខានខ្លាត្រីក៏ស្រែកគំរាមថាណែអាជើង10ថ្ងៃនេះដល់វេនឯងស្លាប់ហើយអញនឹងស៊ីសាច់ឯងឲ្យឆ្អែតម្ដងក្តាមប្រើល្បិចហើយតបថាបើលោកចង់ស៊ីសាច់ខ្ញុំឲ្យឆ្ងាញ់លោកត្រូវលាងខ្លួនខ្ញុំឲ្យស្អាតសិនព្រោះខ្លួនខ្ញុំប្រឡាក់សុទ្ធតែភក់ខ្លាត្រីល្ងងជឿតាមក៏យកមាត់ទៅខំក្តាមថ្នមទៅលាងក្នុងទឹកទន្លេដៃថ្លាដើម្បីឲ្យសាច់ក្តាមស្អាតងាយស្រួលស៊ីរំពេចនោះក្តាមក៏ប្រើដង្កាប់ដ៏រឹងមាំរបស់វាខំមាត់ខ្លាត្រីយ៉ាងណែនធ្វើឲ្យខ្លាត្រីឈឺស្រែកលែងចេញខ្លាត្រីខំរើសបំរាស់ទាំងការឈឺចាប់ប៉ុន្តែក្តាមកាន់តែខំណែនទៅមិនព្រមលែងឡើយនៅពេលខ្លាត្រីអស់កម្លាំងក្តាមក៏លែងដៃរបស់ខ្លួនរួចវាហែលចូលទៅក្នុងរន្ធវាយ៉ាងលឿនបាត់ទៅខ្លាត្រីអង្គុយខ្ទប់មាត់ទាំងក្តីអស់សង្ឃឹមមិនត្រឹមតែមិនបានស៊ីសាច់ក្តាមទេថែមទាំងត្រូវឈឺខ្លួនទៀតបងប្អូនទាំងអស់គ្នារឿងនេះបានអប់រំយើងថាកុំមើលងាយអ្នកដែលតូចជាងខ្លួនអីសោះព្រោះបញ្ញាអាចយកឈ្នះកម្លាំងបាយបានជានិច្ច